សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាមើលវីដេអូថ្មីមួយទៀតហើយគឺថ្ងៃនេះគឺយើងបានមកកាត់ផ្សំបំបែកនៅធូបថ្មីនៃផ្កានេះមិនការអ្នកទាំងអស់គ្នាពីប្រភេទម្លូវ៉លម្លូណាអញ្ចឹងម្លូនេះគឺភាគច្រើនគេដាំវានៅក្នុងអอฟฟิศព្រោះថាវាអាចផ្សំជាមួយនឹងមជ្ឈដ្ឋានត្រជាក់នឹងម្លប់បើកាលណាម្លប់គឺវាអាចរស់នៅដោយមានសុខភាពល្អអ្នកនរគ្នាឃើញថាម្លូរបស់យើងនេះគឺវាមានសភាពស្វិតដោយសារតែម្លូនេះគឺអត់សូវមានអ្នកថែទាំហើយវាបានដុះដៃវាជើងពេញនឹងទាំងអស់អ្នកនរគ្នាអញ្ចឹងចាំអីទៀតយើងក៏ធ្វើការកាត់វាដើម្បីយកទៅផ្សំថែវាឲ្យមានសុខភាពល្អហើយយើងនឹងយកវាទៅដាំនៅកន្លែងផ្សេងៗដែលត្រូវការម្លូនេះគឺអាចនិយាយបានថាជារុក្ខជាតិដែលពេញនិយមដែលគេច្រើនដាំវានៅក្នុងអอฟฟิศឬមួយបន្ទប់គេងព្រោះថាវាមិនសូវការពន្លឺនោះទេវាជារុក្ខជាតិដែលអាចរស់នៅក្នុងម្លប់ត្រជាក់ហើយទោះបីជាប្រភេទអอฟฟิศហប់ចិត្តឲ្យតែដាក់វាគឺថាវាអាចរស់នៅបានវាមិនប្រកាន់ទីកន្លែងទេអ្នកគ្នាវារស់នៅប្រភេទដាំនៅក្នុងដីក៏បានដាក់នៅក្នុងទឹកត្រាំក៏បានអញ្ចឹងអ្នកទាំងអស់គ្នាយើងចូលមកដល់វីដេអូយើងព្រោះថាថ្ងៃនេះគឺយើងមើលឃើញថាវ៉ាំបលូតរបស់យើងគឺច្រើនប៉ុន្តែវាស្ថិតនៅក្នុងតាមកន្លែងដែលមិនសូវជាស័ក្តិសមដោយសារតែយើងអត់បានមើលថែវាឲ្យដិតដល់អញ្ចឹងថ្ងៃនេះខ្ញុំក៏ដើរប្រមូលវាយកមករៀបចំវាសារជាថ្មីដើម្បីយើងទុកដាំបន្តទៅទៀតអញ្ចឹងមើលអ្នកនរគ្នាមើលនៅកន្លែងនេះគឺយើងដោតវាចោលប៉ុន្តែដោយសារតែយើងអត់បានថែទាំវាក៏ចាក់ឫសដុះស្គុះស្គាយពេញទាំងអស់អញ្ចឹងវិធីមួយយ៉ាងគឺថ្ងៃនេះយើងមានពេលទំនេរគឺអាចដើរប្រមូលកូនរបស់វានឹងយកមកទុកនៅកន្លែងហើយធ្វើការស្រីវាចេញអញ្ចឹងកូនដែលយើងកាត់មកគឺកាត់ដោយសារតែវាហ្នឹងវានៅរញ៉េរញ៉ៃអត់មានអ្នកមើលថែអញ្ចឹងយើងក៏កាត់វាយកមកផ្សំបន្តថ្មីឲ្យវាចេញប្រឡូកថ្មីយើងយកវាទៅដាំនៅកន្លែងនេះគឺដោយសារតែតងវាវែងពេកអញ្ចឹងខ្ញុំក៏ធ្វើការកាត់វាយកមកផ្សំដើម្បីងាយស្រួលផ្សំវាព្រោះបើយើងដោតទាំងវែងវាអត់កើតទេអ្នកនរគ្នាអញ្ចឹងការផ្សំនេះដែរអត់មានអីពិបាកទេពពួកម្លូនេះគឺយើងកាត់វាជាកំណាត់ចឹងមកដែលយើងចង់បានថាកំណាត់មួយណាដែលគឺថាយើងស្រឡាញ់ហើយយើងកាត់វាមកហើយកាត់វាបែបនេះមកអ្នកនរគ្នាកុំខ្លាចវាងាប់ពោះម្លូនេះគឺជាប្រភេទរុក្ខជាតិធន់វាអត់អាចងាប់បានទេដោយសារកាត់ហ្នឹងយើងកាត់ហើយយើងយកវាទៅត្រាំក៏បានយកវាទៅដាំនៅក្នុងដីក៏បានប៉ុន្តែនៅក្នុងវីដេអូនេះគឺខ្ញុំយកវាយកទៅដាំនៅក្នុងដីព្រោះដើម្បីកុំឲ្យវាចេញឫសហើយណាមួយយើងអត់មានពេលដែលថាយកវាទៅតាំងលម្អនៅកន្លែងណាមួយទេសំខាន់ជាងគេបំផុតនៅក្នុងវីដេអូនេះគឺយើងដើរប្រមូលពូជវាដើម្បីយកមកទុកនៅក្នុងកន្ទោលរបស់យើងរួចហើយថ្ងៃណាមួយដែលយើងទំនេរយើងនឹងយកវាទៅតាំងព្រោះថាបើយើងអត់ធ្វើអញ្ចឹងក៏កើតដែរព្រោះវាមានសភាពរញ៉េរញ៉ៃខ្លាំងណាស់អ្នកគ្នានៅមួយរយៈនេះគឺវាមានភ្លៀងមានខ្យល់អញ្ចឹងអាតងចាស់ដែលវាបោះដៃនោះហ្នឹងគឺមានសភាពរញ៉េរញ៉ៃអញ្ចឹងធ្វើឲ្យបាត់សោភ័ណភាពនៃម្លូរបស់យើងហើយនៅក្នុងវីដេអូនេះម្លូរបស់យើងហ្នឹងគឺយើងបានដើរប្រមូលវាពីគ្រប់ទិសទីអ្នកនរគ្នាឃើញថាបានច្រើនខ្លាំងហើយយើងក៏ធ្វើការកាត់ដើម្បីយកវាយកទៅដាំដែរអញ្ចឹងនៅពេលដែលយើងកាត់គឺអ្នកគ្នាអាចយកវាទៅតាំងក៏បានដែរចំពោះម្លូនេះគឺអត់រើសទេដូចខ្ញុំនិយាយតាំងពីដើមអញ្ចឹងនៅក្រោយពេលដែលយើងកាត់ហើយគឺយើងបានយកវាយកទៅដោតនៅក្នុងកន្ទោងដែលអ្នកគ្នាបានមើលឃើញពីដើមវីដេអូមកហើយយើងយកវាយកមកថែមដីរួចហើយក៏ដាក់ដាំថ្មីនៅពេលដែលខ្ញុំដាំវាបានល្អខ្ញុំនឹងយកវាទៅដាក់នៅកន្លែងដើមវិញអញ្ចឹងនៅក្នុងវីដេអូនេះអ្នកគ្នាតែងតែឃើញខ្ញុំហេតុអីក៏ថតដៃមួយដោយសារតែក្រុមការងាររបស់ខ្ញុំគាត់អត់តន់មកអញ្ចឹងខ្ញុំក៏ធ្វើការថតលេងទៅអញ្ចឹងណាចង់បង្ហាញដល់អ្នកគ្នាថា
ពីវិធីដាំឈើប្រភេទនេះដាំផ្កាប្រភេទនោះចឹងអ្នកនរគ្នាតនេអាចចូលមើលបានហើយអ្នកនរគ្នាត្រូវចាំថាការដាំអីមួយត្រូវតែសកត់ដីសកត់វាឲ្យណែនកុំឲ្យវាមានការត្រេតត្រោតឬក៏រលុងគល់ឬក៏ឫសដែលយើងបានដាំហើយនៅកន្លែងនេះគឺក្រុមការងារគាត់មកហើយអញ្ចឹងខ្ញុំឲ្យគាត់ជួយដាំហើយនេះយើងច្នៃធ្វើជាមលូមានន័យថាយើងធ្វើដើមដាក់ក្រណាត់ឲ្យវាតោងអ្នកនរគ្នាតែឃើញហើយគេភាគច្រើនគេធ្វើចលុងដើម្បីឲ្យវាតោងព្រោះប្រភេទនេះមលូចូលចិត្តចលុងនេះគឺវាចូលចិត្តណាស់វាឡើងតាមចលុងដែលយើងដាក់នឹងដាក់ដល់ណាឡើងដល់ហ្នឹងហើយនៅក្នុងវីដេអូនេះដូចជាមិនមានអ្វីច្រើនទេគ្រាន់តែចង់និយាយថាមលូនេះគឺជាប្រភេទរុក្ខជាតិដែលអាចធន់ហើយយើងអាចយកវាមកតុបតែងនៅកន្លែងធ្វើការឬក៏បន្ទប់គេងគឺវាស្អាតហើយជាចុងបញ្ចប់ក៏អរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់អរគុណច្រើន